នេះណៃវិញចាំទៅចាំចូលចូលមើលចាំចូលអត់តបវិញក្រៅໄວមើលអូនស្រីម្នាក់ពួកអាក្រុមក្មេងដំណើរមិញតែដេញវាយគេណាបាទជិះមកបុកអាម៉ូតូរបស់គាត់នេះអញ្ចឹងមិញបុកពីក្រោយហ្មងនេះវាបុកវាជិះមកបុកពីក្រោយខ្ញុំហ្មងគ្នាវាច្រើនម៉ូតូមិញនេះម៉ែដូចជា4 5ម៉ូតូទៅក្រោយវាជិះវាយខ្ញុំជិះមកខ្ញុំអត់ដឹងទេខ្ញុំជិះតែអាយវាជិះដេញវាយគេមិញហ្នឹងអញ្ចឹងចាអូខេអូនឯងឃើញច្បាស់ហ្មងនេះឃើញច្បាស់ហ្មងហើយដល់ពេលអត់ពីក្រោយមកខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែឃើញជិះពីមុខទៅវាឃើញវាដោះមកវាយគ្នាអញ្ចឹងណាបាទហើយដល់ពេលហើយជិះមកបុកខ្ញុំពីក្រោយហ្មងខ្ញុំជិះតែអាយហ្មងពួកក្មេងដំណើរមានដេញអូនឯងមកមានថៃចំណាំតោចិត្ត10 20ម៉ូតូពួយច្រើនណាដាច់ពួយជិះដាច់នៅក្រោយហើយក្រោយមុខទៀតផមម៉ូតូវិញពីផ្លូវអូផមម៉ូតូវិញឡូវហ្មងអត់ដល់ហើយមិញមិនវាដេញតាមអាណៃខ្ញុំជីពួយវាផមម៉ូតូទៅវាគៀចូលខ្ញុំមកយកដល់ពេលខ្ញុំដកលេខទៅវាងាងបាទអញ្ចឹងពេលនោះណៃជីធម្មតាទេបាទជីធម្មតាខ្ញុំឃើញវាច្រើនហ្នឹងថាច់កូនម្ដងណៃជីតាណានៅពេលហ្នឹងជីទៅផ្ទះព្រោះជីផ្ទះគឺផ្ទះធម្មតាទេណៃមកពីណាមកពីណាមកពីច្រកភ្លៀងនៅវត្តទុំហ្នឹងទុំយើងទៅលេងហ្នឹងច្រកភ្លៀងហ្នឹងណាដល់ពេលយើងជីមកផ្ទះក៏ឃើញពួកវាប្រហមម៉ូតូតាមផ្លូវបាទផមម៉ូតូពួកវាប្រហមម៉ូតូគៀខ្ញុំមកខ្ញុំដកលេខតែជើងខ្ញុំឈឺស្គាល់ប្រាកើតអូហ្នឹងដល់ពេលមកដល់ហ្នឹងគឺពួកវាដេញវាយណៃមកទៅវាយដល់ខ្ញុំប្រហែលឃើញពីបានលឿនតាមខ្ញុំមកខ្ញុំអត់ចោតតខ្ញុំជន់ប្រាតតទេបាទហើយមុខនេះវាយបានដែរបាទអញ្ចឹងមិញគ្នាវាដេញមកក៏បានបុកម៉ូតូគេដួលមួយគ្រឿងទៀតមិញហ្នឹងបុកគេមុខណាហើយគ្នាណៃមិញមកប្រហែលនេះទាំងអស់ហ្នឹងឯងម៉ូតូមួយជីដាច់គ្នាដាច់គ្នាដល់ពេលគាត់ទៅឃើញគេដេញខ្ញុំមកគាត់ឃើញគេដេញខ្ញុំមកគាត់ជីតាមមកខ្ញុំបុកលេខរត់ពីមុនមកណៃនៅធ្លាប់មានបញ្ហាអត់តែស្គាល់ហ្មងគ្រូអត់តែស្គាល់ហ្មងនេះបាទចាជួយមើលពួកគាត់ដេញមកឡើងចង់10ម៉ូតូពួកគាត់ទៅ2ម៉ូតូហ្នឹងហើយពេកបុកចាយទៀតពួកវាបុកចាយនៅនេះទៀតអាមួយជីម៉ូតូដែលជីនិចពូជីនិចបុកគេដួលមិញហ្នឹងឯងបាទអស់1វងធំឯងឈុតអស់ហើយតាមភញទៅកាន់តែពួកក្មេងដំណើរដែលដេញវាយណៃមិញហ្នឹងឯងអត់ប្រយោជន៍បងព្រោះហ្នឹងអត់ប្រយោជន៍ទេអត់បានឯងវិញទេធ្វើហ្នឹងអត់បានឯងមកវិញយកហ្មងបាទមានចប់គុកទៅវិញឯងមើលតាមមើលខ្ញុំមើលព័ត៌មានគាត់ដឹងទូទៅកាន់ប្រិមត្តទូទាំងជនជាទីគោរពក្នុងគណៈវេលាយប់ឈានចូលថ្ងៃទី18ខែឧសភាឆ្នាំ2025ខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសេចក្តីរាយការណ៍ដែលស្ថិតនៅចំណុចនឹងគល់ស្ពានអាកាសសាដេហុយដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញគឺយើងទទួលបានករណីដែលក្រុមក្មេងទំនើងមួយក្រុមដែលមានគ្នាប្រហែលជាខ្ទង់10ម៉ូតូបានធ្វើសកម្មភាពនៅក្នុងការជិះដេញវាយជនរងគ្រោះបាទដែលជិះម៉ូតូចំនួន3គ្រឿងនៅតាមផ្លូវនោះគាត់បានបញ្ជាក់ថាគឺគាត់ចេញមកពីច្រកភ្លៀងបាទក៏ជិះមកតាមផ្លូវក៏ឃើញក្រុមក្មេងទំនើងខាងលើហ្នឹងគឺបង្ហោះម៉ូតូនៅតាមផ្លូវបាទមករោគតែប៉ះគាត់បាទហើយក៏ថែមទាំងនៅក្នុងការដកមួកនៅក្នុងការដេញវាយពួកគាត់ដែលជិះមកដែលបណ្ដាលឲ្យមានការបុកទៅលើនារីម្នាក់ដែលជិះម៉ូតូហើយស្គូពីដែលបណ្ដាលឲ្យរងរបួសហើយស្រាលប្រិមិត្តឥឡូវយើងក៏សូមទៅធ្វើការសាកសួរហើយព័ត៌មាននេះខ្លះនៅទីតាំងកន្លែងគាត់ហើយប្រិមិត្តអូនេះអេអណៃអេមិនក៏ដេញវាយណៃមានពីណាមកពីជំនឿស្ពានលោកសង្ឃនៅពេលនោះណៃជិះមកពីណាជិះមកពីវត្តបតុមយើងហ្នឹងមិនច្រកភ្លៀងមួយថ្ងៃឯងថាចុះមកតាំងយូរតែវាមិនភ្លៀងគ្នាណៃប្រហែលអ្នកមិញជិះមក3ម៉ូតូជិះដាច់គ្នា3ម៉ូតូទេបាទហើយពួកក្មេងទំនើបមានដេញណៃមកមានថៃចំណាំតូចិត្ត10 20ម៉ូតូពួយច្រើនណាដាច់ពួយជិះដាច់នៅក្រោយហើយក្រោយមុខទៀតផមម៉ូតូវិញពីផ្លូវអូផមម៉ូតូវិញឡូវហ្នឹងអត់ដល់ហើយមិញមិនវាដេញតាមអាណៃខ្ញុំជីពួយវាផមម៉ូតូទៅវាគៀចូលខ្ញុំមកយកដល់ពេលខ្ញុំដកលេខទៅវាងាងបាទអញ្ចឹងពេលនោះណៃជីធម្មតាទេបាទជីធម្មតាខ្ញុំឃើញវាច្រើនហ្នឹងថាកូនម្ដងណៃជីតាណានៅពេលហ្នឹងជីទៅផ្ទះព្រោះជីផ្ទះធម្មតាទេណៃមកពីណាមកពីច្រកភ្លៀងនៅវត្តទុំទុំយើងទៅលេងហ្នឹងច្រកភ្លៀងហ្នឹងណាដល់ពេលយើងជីមកផ្ទះក៏ឃើញពួកវាប្រហមម៉ូតូតាមផ្លូវបាទផមម៉ូតូពួកវាប្រហមម៉ូតូគៀខ្ញុំមកខ្ញុំដកលេខតែជើងខ្ញុំឈឺជន់ប្រាកើតអូហ្នឹងដល់ពេលមកដល់ហ្នឹងគឺពួកវាដេញវាយណៃមកទៅវាយដល់ខ្ញុំប្រហែលឃើញពីប៉ាលឿនតាមខ្ញុំមកខ្ញុំអត់ចោតតខ្ញុំជន់ប្រាតតទេបាទហើយខ្ញុំមុខនេះវាយបានដែរបាទមិញវាយណៃទៅណាមិញត្រូវដៃវាយទៅដៃហ្នឹងនេះវាយនៅគេហ្នឹងមិញខ្សែក្រវ៉ាត់វាយនៅខ្សែក្រវ៉ាត់បាទអញ្ចឹងមិញគ្នាវាដេញមកក៏បានបុកម៉ូតូគេដួលមួយគ្រឿងទៀតមិញហ្នឹងបុកគេមុខណាអូបាទហើយគ្នាណៃមិញមកប្រហែលអ្នកទាំងអស់ហ្នឹងឯង3ម៉ូតូវាជីដាច់គ្នាដាច់គ្នាដល់ពេលគាត់ទៅឃើញគេដេញខ្ញុំមកគាត់ឃើញគេដេញខ្ញុំមកគាត់ជីតាមមកខ្ញុំបុកលេខរត់ពីមុនមកណៃដែរធ្លាប់មានបញ្ហាអត់ដែរស្គាល់ហ្មងគូអត់ដែរស្គាល់សោះហ្មងនេះបាទពួកណៃធ្វើការគេវិញខ្ញុំជាងឡានណៃជាងឡានជាងអីហ្នឹងនេះអ្នកធ្វើការមួយគ្នាទាំងអស់គ្នាហ្នឹងអត់ទេគ្រូបាទមើលអូនមិញមើលសួរនេះមើលមិញហៅបងឲ្យជួយទេមិញខ្ញុំជាមកពីក្រោយពួកវាដេញធាក់បងនេះតែបើជួយមើលពួកគាត់ដេញមកពីក្រោយមកជួយមើលពួកគាត់ដេញមកឡើងចង់10ម៉ូតូពួកគាត់ទៅ2ម៉ូតូហ្នឹងហើយពេកបុកចាយទៀតពួកវាបុកចាយនៅនេះទៀតអាមួយជីម៉ូតូដែលជីនិចបាទគេដួលមិញហ្នឹងឯងបាទអស់1វងធំឯងឈុតអស់ហើយបាទដេញថាបងនោះ2នាក់នោះដេញ2ម៉ូតូនោះធាក់ដងមុខគេឡើងនេះមិញបាទអូនឯងពីមុនធ្លាប់មានរឿងមួយគេអត់ដែរស្គាល់អត់ដែរស្គាល់ហ្មងនេះបាទអត់ដែរស្គាល់យកហ្មងបាទយើងចេញមកពីវត្តផ្ទុំមកគ្នាណាបាទចេញមកស្រុកភ្លៀងថាទីផ្ទះវិញនៅពូវ័ននៅពូវ័នជីទៅវិញទៅពេលជីមកវាដេញធាក់ដេញតាំងបងនៅពីតាំងកចង់ស្ពានមកធ្វើមុខមកដេញមកដល់ហ្នឹងបានប៉ះចាយស្រីនៅនេះ
បាទអត់ឯមានស្អីដែលតាមភញ្ញាតកាន់តែពួកក្មេងដំណើរដែលដេញវាយណៃមានហ្នឹងឯង អត់ប្រយោជន៍បងព្រោះហ្នឹងអត់ប្រយោជន៍ទេឲ្យបានឯងវិញទៅធ្វើហ្នឹងឲ្យបានឯងមកវិញយកហ្មង បាទលោកឯងទៅគុកឯង បាទមានចប់គុកទៅវិញឯងមើលដល់មើលព័ត៌មានក៏ដឹងហើយនោះហូតដល់ណាក៏ហូតទៅរួចដែរ បាទ ហូតទៅរួចចាំហ្មង ហើយផ្ទះណៃណាផ្ទះណៃអូន ចានៅពូវ៉ាន់បងនៅពូវ៉ាន់ ពូវ៉ាន់ណែ បាទបងបាទពូវ៉ាន់ អូខេបាទប្រិមត្តទូទាំងជនយើងបាទឥឡូវនេះគឺបងអូនស្រីម្នាក់វាត្រូវជាពួកក្រុមក្មេងដំណើរមិញតែដេញវាយគេណាបាទគឺជិះមកបុកម៉ូតូរបស់គាត់នេះម៉ូតូហ្នឹងឯងបាទអូនអីអូនមិញបងសុំសួរតិចមើលមិញអណៃជិះពីអ្នកសង្សារអណៃមិញនេះ អត់ទេខ្ញុំជិះតែឯង ជិះតែម្នាក់ឯងទេ ចាខ្ញុំមកពីនេះមួយមិត្តពូម៉ាក់ខ្ញុំតា អញ្ចឹងមិញបុកពីក្រោយហ្មងនេះ វាបុកវាជិះមកបុកពីក្រោយខ្ញុំហ្មង គ្នាវាច្រើនម៉ូតូអូនមិញនេះ ម៉ាក់ដូចជា4 5ម៉ូតូទៅក្រោយវាជិះវាយខ្ញុំជិះមកខ្ញុំអត់ដឹងទេខ្ញុំជិះតែឯង វាជិះដេញវាយគេមិញហ្នឹងអញ្ចឹង ចា អូខេអូនឯងឃើញច្បាស់ហ្មងនេះ ឃើញច្បាស់ហ្មងហើយដល់ពេលអត់ពីក្រោយមកខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែឃើញជិះពីមុខទៅវាឃើញវាដោះមកវាយគ្នាអញ្ចឹងណា បាទ ហើយដល់ពេលហើយជិះមកបុកខ្ញុំពីក្រោយហ្មងខ្ញុំជិះតែឯង អូខេ អូមិនជីបុកខ្លួនឯងដួលមិនហ្នឹង ចា អូនមានត្រូវលបួលឯណាអូន ត្រូវដៃមិនតិចហ្មង ថោដៃតិចអូទៅហៅមែនទែនប្រិមត្តទូទាំងជនបាទបងឯងធ្វើការទៅដាក់ពាក្យបណ្ដឹងអត់បងអាចថតជាប់ស្លាកលេខបើពួកគាត់ខ្លះមិនហ្នឹងបើដាក់ពាក្យបណ្ដឹងបងនាំទៅណាអត់អីអូនណា ដេញវាយគ្នាមកធាក់ បាទអូបាទត្រូវលបួលដៃទៅប្រិមត្តបាទនិតគ្នាបាទប្រិមត្តទូទាំងជនយើងបើតាមការបញ្ជាក់ពីបងអូនប្រុសដែលគាត់ជិះគ្នា3ម៉ូតូបាទដែលគាត់បានបញ្ជាក់ថាគឺគាត់មកពីចេញមកពីជ្រកភ្លៀងបាទហើយចេញមកពីវត្តបទុមហ្នឹងជិះមកតាមផ្លូវហ្នឹងក៏មកដល់ចំណុចហ្នឹងម្ដុំស្ពានអាកាសហាផ្សារដែលហុយខាងលើនេះក៏បានឃើញក្រុមក្មេងដំណើរមួយក្រុមបាទជិះម៉ូតូប្រហែលជា4-10គ្រឿងបាទគឺបានធ្វើការប្រហោះប្រសេកប្រសាយពេញផ្លូវហ្នឹងបាទក៏ជិះមកក៏មានការកិច្ចបាទហើយក៏មានការដកមួកដកអីដេញវាយហើយពួកគាត់ជិះមកតាមផ្លូវហ្នឹងបាទដេញមកហ្នឹងក៏បណ្ដាលឲ្យជិះមកបុកទៅលើឲ្យប្អូនស្រីម្នាក់បាទនៅចំនឹងចំណុចនឹងក្បែរការ៉ាសាំងការតិចខាងលើនេះដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញផ្ទាល់តែម្ដងប្រិមិត្តដែលបង្កមានការផ្ចាប់ផ្អើលយ៉ាងខ្លាំងហើយយ៉ាងណាមិញក៏សូមសំណូមពរទៅកាន់កម្លាំងសមត្ថកិច្ចរបស់យើងហើយសូមមេត្តាបើកការស្រាវជ្រាវដើម្បីស្វែងរកក្រុមក្មេងទំនើបខាងលើដែលបង្កជាបញ្ហាបង្កជាការអសន្តិសុខនៅក្នុងសង្គមជាពិសេសឃើញជាក់ស្ដែងបាទដេញវាយគ្នាហើយបាទជិះទៅបុកជនរងគ្រោះដែលជានារីម្នាក់បាទជិះម៉ូតូតាមដងផ្លូវនឹងវាគ្រោះថ្នាក់ខ្លាំងមែនទែនបាទយើងសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងបើកការស្រាវជ្រាវដើម្បីស្វែងរកក្រុមក្មេងទំនើបខាងលើដើម្បីយកមកធ្វើការ